នៅឆ្នាំ1895អ្នកវិទ្យាសាស្ត្រជនជាតិអាល្លឺម៉ង់ Wilhelm Röntgen កំពុងធ្វើការជាមួយអំពូលអគ្គិសនីនៅពេលដែលគាត់បានឃើញឆ្អឹងរបស់គាត់បញ្ចេញពន្លឺនៅលើអំពូលដោយចៃដន្យគាត់បានរកឃើញកាំរស្មី X ដែលជាបដិវត្តន៍ក្នុងវិស័យវេជ្ជសាស្ត្រជារៀងរហូតឥឡូវនេះគ្រូពេទ្យអាចមើលឃើញក្នុងខ្លួនរបស់អ្នកដោយមិនចាំបាច់វះកាត់មើលបន្ទាប់មកនៅក្នុងឆ្នាំ1941វិស្វករជនជាតិស្វីសលោក George de Mestral បានដើរលេងជាមួយឆ្កែរបស់គាត់ពេលត្រឡប់មកដល់ផ្ទះវិញមានរុក្ខជាតិម្យ៉ាងតោងជាប់នឹងសម្លៀកបំពាក់និងរោមសត្វឆ្កែរបស់គាត់នៅក្រោមមីក្រូទស្សន៍គាត់បានឃើញទំពក់តូចៗនោះបានផ្ដល់ឲ្យគាត់នៅគំនិតសម្រាប់ Velcro ដែលជាឧបករណ៍បិទភ្ជាប់ដែលឥឡូវនេះត្រូវបានប្រើនៅក្នុងស្បែកជើងអាវនិងសូម្បីតែឈុតអវកាសពេលខ្លះការផ្លាស់ប្ដូរដ៏ធំបំផុតបានមកពីភាពចៃដន្យដ៏តូចបំផុតចំណាយប្រាក់ស្មើកាហ្វេមួយកែវអាចស្ដាប់សៀវភៅល្បីៗបានរហូតជាង300ក្បាលទាញយកពី App Store និង Play Store ឥឡូវនេះសូមវាយពាក្យ eBook Cambodia ដើម្បីស្វែងរក